ទានក្មេងឆ្លាតពូកែឆ្ងល់រឿងនិទានក្រុមសិស្សពូកែនិងក្រុមសិស្សកំហួចនៅក្នុងសាលាបឋមសិក្សាមួយមានសិស្សពីរក្រុមដោយសិស្សមួយក្រុមរៀនពូកែមានសមាជិក3នាក់គឺចិន្តាសីហានិងមករាចំណែកឯសិស្សមួយក្រុមទៀតមិនគិតខិតខំសិក្សារៀនសូត្រទេតែងតែបបួលគ្នាដើរលេងនិងបង្កបញ្ហាពេញនៅក្នុងសាលារៀនដែលមានសមាជិក4នាក់គឺបញ្ញាភក្តីនិងចំណាននិងសុកនីពួកគេត្រូវបានមិត្តរួមថ្នាក់ដាក់រហស្សនាមឲ្យថាក្រុមសិស្សកំហួចនៅក្រោមដើមឈើមួយនៅមុខបណ្ណាល័យចិន្តានិងសីហាកំពុងនាំគ្នាធ្វើលំហាត់និងទន្ទិញមេរៀនយ៉ាងច្រើនភ្លាមនោះមករាបានមកដល់ដោយមាននំចំណីមកជាមួយផងដើម្បីញ៉ាំជុំគ្នាចិន្តាដែលជាបងគេនៅក្នុងក្រុមបាននិយាយថាមករាហេតុអ្វីទិញនំមកច្រើនយ៉ាងនេះញ៉ាំមិននឹងអស់ទៅមករាតបវិញថាយើងញ៉ាំទាំងអស់គ្នាទៅកុំមាត់បន្តិចទៀតដល់ម៉ោងចូលរៀនហើយញ៉ាំឲ្យហើយទៅឆាប់មានកម្លាំងប្រឡងមួយរំពេចនោះស្រាប់តែក្រុមសិស្សកំហួចបានដើរកាត់មុខនោះហើយនាំគ្នាសើចចំអកដាក់អ្នកទាំង3ដែលកំពុងខិតខំរៀនសូត្រក្នុងនោះបញ្ញាបានសើចលឺជាងគេហើយក៏ស្រែកពីចម្ងាយមកថាម៉ោងចេញលេងគេត្រូវនាំគ្នាលេងមិនមែនមកមើលមេរៀនទេមិត្តភ័ក្តិ3នាក់ទៀតរបស់បញ្ញាក៏នាំគ្នាសើចបន្តថែមទៀតហើយដើរហួសទៅបាត់អ្នកទាំង3មិនបានចាប់អារម្មណ៍ពីសម្ដីរបស់បញ្ញានិងការសើចចំអកលក់លើយរបស់ក្រុមសិស្សកំហួចនោះឡើយពួកគេក៏រំលឹកមេរៀនបន្តទៀតមួយសន្ទុះក្រោយមកសំឡេងជួងក៏បានបន្លឺឡើងជាសញ្ញាប្រាប់ថាដល់ម៉ោងត្រូវចូលរៀនហើយពួកគេទាំង3នាក់ក៏បានដើរចូលទៅក្នុងថ្នាក់បាត់ទៅនៅក្នុងថ្នាក់អ្នកគ្រូក៏បានអញ្ជើញមកដល់ហើយក៏និយាយប្រាប់ទៅកាន់សិស្សទាំងអស់គ្នាថាតោះកូនទាំងអស់គ្នាថ្ងៃនេះយើងប្រឡងប្រចាំខែអញ្ចឹងកូនចូលរៀបចំសៀវភៅដាក់ចូលទៅក្នុងកាតាបឲ្យបានរៀបរយហើយទុកតែខ្មៅដៃបន្ទាត់និងជ័រលុបសម្រាប់សរសេរពេលប្រឡងទៅបានហើយនៅពេលដែលការប្រឡងបានចាប់ផ្ដើមសិស្សទាំងអស់ក៏ខំប្រឹងប្រែងធ្វើសន្លឹកកិច្ចការយ៉ាងយកចិត្តទុកដាក់និងដោយរក្សាភាពស្ងៀមស្ងាត់លើកលែងតែសិស្ស4នាក់រួមមានបញ្ញាភក្តីចំណាននិងសុកនីដែលកំពុងងាកឆ្វេងស្ដាំដើម្បីសុំមិត្តភក្តិចម្លងបិទអ្នកទាំង4មិនបានមើលមេរៀនត្រៀមប្រឡងមុនឡើយជាពិសេសបញ្ញាហាក់ដូចជាស្លន់ស្លោជាងគេភ្លាមនោះគាត់ក៏និយាយសឹបៗទៅកាន់ចិន្តាដែលអង្គុយតុមុខថាចិន្តាខ្ញុំសុំមើលដែរចិន្តានឹកឃើញដល់សម្ដីដែលបញ្ញានិយាយដឺដងមកកាន់ខ្លួនកាលពីពេលចេញលេងនាងក៏បានតបទៅបញ្ញាវិញលៀមថាម៉ោងប្រឡងគេត្រូវនាំគ្នាប្រឡងដោយស្ងៀមស្ងាត់មិនមែនមកសួរគេបែបនេះទេគ្រាន់តែចិន្តានិយាយចប់ភ្លាមមិត្តរួមថ្នាក់ទាំងអស់គ្នាក៏នាំគ្នាសើចកិលបញ្ញាខ្មាស់គេខ្លាំងណាស់ហើយក៏បានគិតនៅក្នុងចិត្តថាចិន្តាឯងចាំមើលចោះខ្ញុំនឹងខំរៀនឲ្យពូកែជាងឯងឲ្យបានចាប់តាំងពីថ្ងៃនោះមកបញ្ញាឈប់ដើរលេងឬបង្ករឿងដល់អ្នកណាទៀតហើយដោយគេគិតតែខិតខំរៀនសូត្រជារៀងរាល់ថ្ងៃនិងចេះជួយយកអាសាមិត្តភ័ក្តិដទៃរហូតដល់គេបានក្លាយទៅជាសិស្សពូកែប្រចាំសាលាដោយចិន្តាសីហានិងមករាដែរចំណែកឯចិន្តាវិញនាងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលនាងបានរួមចំណែកធ្វើឲ្យមិត្តភ័ក្តិរបស់ខ្លួនកែខ្លួនបានយ៉ាងល្អបែបនេះកតេអប់រំនៅក្នុងរឿងនេះគឺចង់និយាយថាការចេះបែងចែកពេលវេលាសម្រាប់ការរៀនសូត្រនិងសម្រាប់លេងគឺជារឿងដ៏ល្អបំផុតសម្រាប់កុមារដូច្នេះគួរចាប់ផ្ដើមពីប៉ាម៉ាក់ទៅដើម្បីជួយជំរុញលើកទឹកចិត្តកូនរបស់អ្នកនិងកុមារតូចៗឲ្យគាត់ខិតខំប្រឹងប្រែងរៀនសូត្រនិងមានវិន័យនៅក្នុងខ្លួនចែកឲ្យដាច់ការលេងនិងការរៀនសូត្ររឿងនិទានដកស្រង់ចេញពីសៀវភៅ50និទានបណ្ដុះគុណធម៌ភាគទី1ដោយក្រុមអ្នកនិពន្ធ Headkit អរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅសប្តាហ៍ក្រោយទៀត